សួស្តីអ្នកនរគ្នានៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញភាសាអង់គ្លេសតិចតួចសម្រាប់អ្នកដែលរៀនភាសាអង់គ្លេសពេលខ្លះចំណុចតិចតួចអញ្ចឹងគាត់អត់បានចាប់អារម្មណ៍ឬធ្វើប្រហែសអញ្ចឹងធ្វើឲ្យគាត់សរសេរខុសឬមួយក៏និយាយខុសដែរអូខេអ្នកខ្លះបានដឹងអ្នកខ្លះអត់ដឹងអ្នកខ្លះអត់ដែលរៀនតែម្ដងតើទៅនឹងចំណុចហ្នឹងណាប៉ុន្តែវាតិចតួចតែវាធ្វើឲ្យយើងទៅប្រឡងក៏ដូចជាសរសេរខុសដែរហើយបើនិយាយក៏អាចខុសដែរណាអញ្ចឹងឧទាហរណ៍ថាយើងចង់សួរគេថាតើម៉ោងប្រហែលហើយជាធម្មតាយើងសួរថា what time is it អូខេ what time is it អូខេជាធម្មតាយើងប្រើ is នៅពីមុខប្រធាន it ពីព្រោះវាជាសំណួរណាអញ្ចឹង what time is it តើម៉ោងប្រហែលហើយប៉ុន្តែបើសិនជាយើងចង់និយាយថាតើអ្នកអាចប្រាប់ខ្ញុំបានទេថាម៉ោងប្រហែលហើយអញ្ចឹងវាមាន clear តើអ្នកអាចប្រាប់ខ្ញុំបានទេនៅពីមុខ can you tell me right អញ្ចឹងនៅពេលដែលយើងមាន clear មក clear ទៀតនៅពីមុខជាសំណួរក្តីឬជា clear ក្តីវាផ្លាស់ប្ដូរតិចតួចឧទាហរណ៍ថាតើអ្នកអាចប្រាប់ខ្ញុំបានទេថាតើម៉ោងប្រហែលហើយអញ្ចឹងយើងនិយាយថាCan you tell me what time it is? Okay? Can you tell me what time it is? មិនមែន is it ទេ Okay? ប្រសិនបើជាសំណួរតើមកសំណួរតើវាទេ What time is it ត្រូវហើយ What time is it? Okay? ត្រូវហើយហ្នឹងណាប៉ុន្តែប្រសិនបើមាន clear នៅពីមុខជាសំណួរក្តីឬជា clear ក្តីអញ្ចឹងis it ហ្នឹងយើងអត់និយាយ is it ទេគឺយើងដូរយក is ទៅដាក់ពីក្រោយ it វិញទៅជា it is វិញអូខេអាហ្នឹងជាចំណុចតូចដែលគ្នាយើងអាចនឹងមើលរំលងណាអញ្ចឹង can you tell me what time it is នេះមិនត្រូវណាមិនមែន can you tell me what time is it no អត់ត្រូវទេអូខេយ៉ាត្រូវទេអញ្ចឹងកន្លែងនេះគ្នាយើងប្រយ័ត្នដែរណាសម្រាប់អ្នករៀនភាសាអង់គ្លេសយើងយកទៅប្រើប្រាស់ណាអញ្ចឹង Can you tell me what time it is តើអ្នកអាចប្រាប់ខ្ញុំបានទេថាម៉ោងប្រហែលហើយអូខេអញ្ចឹងនេះជាចំណុចមួយខ្ញុំឲ្យឧទាហរណ៍មួយទៀតឧទាហរណ៍ថា Where is Lisa Where is Lisa តើ Lisa នៅឯណាយើងសួរណាយើងសួរម្ដងសួរណា Lisa អត់ឃើញ Where is Lisaតើ Lisa នៅណាអាហ្នឹងត្រូវហើយសំណួរទៅវាអញ្ចឹង Where is Lisa អញ្ចឹង is នៅពីមុខប្រធានអញ្ចឹងហើយណា Where is Lisa តើ Lisa នៅណាប៉ុន្តែប្រសិនបើមាន clear នៅពីមុខវាអញ្ចឹងយើងត្រូវដូរទៀតហើយអូខេយក is ទៅដាក់ពីក្រោយប្រធានពីក្រោយ Lisa វិញអូខេអញ្ចឹងឧទាហរណ៍ថាខ្ញុំអត់ដឹងទេថា Lisa នៅណា I don't know where Lisa is okay I don't know where Lisa is ខ្ញុំអត់ដឹងទេថា Lisa នៅណាឃើញទេអញ្ចឹងយើងដូរវិញ alright អញ្ចឹងពីមុខហ្នឹងមិនថាជាសំណួរក្តីជាប្រយោគclear ក្តីនៅពេលដែលមាន clear នៅពីមុខវាហើយយើងដូរអូខេយើងដូរវិញអាហ្នឹងមិនត្រូវណាឬមួយក៏យើងសួរថាតើអ្នកដឹងទេថា Lisa នៅណាOkay. Do you know where Lisa is? Do you know where Lisa is? នេះមិនត្រូវណាមិនមែន Do you know where is Lisa ទេណាអត់ទេអាហ្នឹងអត់ត្រូវឬមួយក៏ I don't know where is Lisa អត់ទេអាហ្នឹងក៏អត់ត្រូវដែរណាអញ្ចឹង I don't know where Lisa is ឬមួយក៏ Do you know where Lisa is អាហ្នឹងមិនត្រូវប៉ុន្តែបើសិនជាអត់មាន I don't know អត់មាន do you know យើងគ្រាន់តែសួរថា Lisa នៅណា Where is Lisa អាហ្នឹងត្រូវអូខេ Lisa Where is ហើយបាន Lisa ប៉ុន្តែបើសិនជាមាន clear នៅពីមុខឬជាសំណួរនៅពីមុខគឺត្រូវដូរវិញដូរ is ដាក់ពីក្រោយ Lisa វិញក្រោយប្រធានវិញអូខេអាហ្នឹងគឺត្រូវបាទអញ្ចឹងប្រយ័ត្នយាយកន្លែងហ្នឹងផងណាគ្នាយើងឧទាហរណ៍មួយទៀតខ្ញុំឧទាហរណ៍មួយទៀតឧទាហរណ៍ថាតើយើងចង់សួរតើនាងមានអាយុប្រមាណនោះ How old is she How old is she តើនាងមានអាយុប្រមាណអូខេ
យើងអ្នកដែលថាខ្ញុំអត់ដឹងទេថានាងអាយុប្រហែលខ្ញុំអត់ដឹងទេថានាងអាយុប្រហែល I don't know how old she is ឃើញទេមិន is she ទេណាពីព្រោះយើងមាន I don't know នៅពីមុខហើយយើងមាន declare នៅពីមុខបាត់ហើយអូខេ I don't know how old she is ខ្ញុំអត់ដឹងទេថានាងអាយុប្រហែលឃើញទេអញ្ចឹងយើងដូរ is ទៅខាងក្រោយប្រធានវិញ right ឬមួយក៏តែអ្នកដឹងទេថានាងអាយុប្រហែល Do you know how old she is តើអ្នកដឹងទេថានាងអាយុប្រហែលឃើញទេមិនមែន Do you know how old is she ណាអត់ទេ Do you know how old she is right yeah ឬមួយក៏តែអ្នកអាចប្រាប់ខ្ញុំបានទេថានាងអាយុប្រហែល Can you tell me how old she is ឃើញទេ yeah មិនមែន Can you tell me how old is she ទេណាអត់ទេអត់ត្រូវទេអូខេអញ្ចឹងកន្លែងនេះគឺអ្នករៀនភាសាអង់គ្លេសមួយចំនួនគាត់នៅចន្លោះកន្លែងហ្នឹងទីមួយគាត់ធ្លាប់រៀនប៉ុន្តែគាត់ភ្លេចភ្លាំងធ្វើប្រហែលទីពីរអ្នកខ្លះអត់ដែររៀនអញ្ចឹងតែម្ដងអត់យល់អត់ដឹងថាអូគេអញ្ចឹងទេចឹងអូគេដូរអញ្ចឹងទេអញ្ចឹងប្រយ័ត្នយ៉ែកកន្លែងនេះក្នុងវីដេអូនេះខ្ញុំគាត់ចង់បង្ហាញកន្លែងហ្នឹងតិចណាគ្នាយើងអញ្ចឹងសង្ឃឹមថាគ្នាយល់ហើយយើងទៅប្រើប្រាស់តាមតាមភាពទស្សនវិជ្ជាជាក់ស្ដែងរបស់ខ្លួនឯងអូខេ That's it we'll see you in the next video bye bye នៅពេលដែលយើងចង់សួរគេពីអ្វីមួយឬមួយក៏ស្នើសុំគេអ្វីមួយជាទូទៅគ្នាយើងច្រើនតែប្រើ clear ថា can I អូខេ can I ឧទាហរណ៍ដូចជា can I ask you a question តើខ្ញុំអាចសួរសំណួរមួយទៅកាន់អ្នកបានទេឬមួយក៏ can I borrow your car for a day តើខ្ញុំអាចសុំខ្ចីឡានរបស់អ្នកមួយថ្ងៃបានអត់នេះជាសំណួរដែលយើងសួរទូទៅឬស្នើសុំទូទៅគេហៅថា direct អូខេ direct ហ្នឹងមានន័យថាវាផ្ទាល់វាចំអូខេវាត្រង់យើងសួរស្នើសុំត្រង់ហ្មង Can I borrow your car for a day អូខេ Can I ask you a question អត់បញ្ហាទេជាទូទៅយើងប្រើបែបប៉ុន្តែយើងក៏មាន clear មួយផ្សេងទៀតដែលយើងអាចប្រើជំនួស clear នឹងបានវាជា indirect វាជាសំណួរឬការស្នើសុំដែលប្រយោលមានន័យថាវាអត់ចំហ្មងវាអត់ផ្ទាល់ប៉ុន្តែមានន័យដូចគ្នាអញ្ចឹងអូខេអញ្ចឹងក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញ clear ហ្នឹងគឺយើងអាចប្រើ I was wondering if អូខេ I was wondering if មានន័យថាយើងជា clear ដែលយើងប្រើទៅវាអត់ចំដូច can I អញ្ចឹងទេអូខេប៉ុន្តែមានន័យដូចគ្នាទេខ្ញុំមកឧទាហរណ៍មិញឧទាហរណ៍ថា can I borrow your car for a day នេះជាសំណួរដែលយើងសួរទូទៅណាតើខ្ញុំអាចសុំខ្ចីឡានរបស់អ្នកមួយថ្ងៃបានអត់ប៉ុន្តែយើងអាចប្រើ I was wondering បានឧទាហរណ៍យើងអាចនិយាយថា I was wondering if I could borrow your car for a day I was wondering if I could borrow your car for a day ហ្នឹងមានន័យដូចគ្នាទេមានន័យថាតែខ្ញុំអាចសុំខ្ចីឡានរបស់អ្នកមួយថ្ងៃបានអត់ប៉ុន្តែអា clear នេះ I was wondering នេះគឺវាមិនជាសំណួរឬជា clear ដែលផ្ទាល់ដែលចំប៉ុន្តែជាប្រយោលសួរជាគួរសមអូខេជាគួរសមជាប្រយោលប៉ុន្តែមានន័យដូចគ្នាគឺយើងចង់សុំខ្ចីឡានគេអូខេមួយថ្ងៃប៉ុន្តែវាគួរសមអូខេអញ្ចឹងយើងអាចនិយាយចឹងណាយើងអាចសួរ I was wondering if I could borrow your car for a day អូខេអញ្ចឹងមានន័យដូចគ្នាហ្នឹងខ្ញុំលើកទឹកចិត្តឲ្យប្រើហ្នឹងដែរយើងរៀនប្រើផ្សេងគ្នាទៅណាកុំឲ្យយើងប្រើតែ can I រហូតអញ្ចឹងយើងអាចមានវិធីផ្សេងខ្លះទៀតដែរហើយល្អទៅទៀតអូខេខ្ញុំប្រើយ៉ាងយកមែនតើប៉ុន្តែកន្លែងនេះកន្លែង I was wondering if I could អញ្ចឹងកន្លែង if I បន្ទាប់ពី I ហ្នឹងគឺយើងប្រើ past tense អូខេយើងប្រើអតីតពាក្យអតីតមិនយើងអត់និយាយថា if I can ទេអត់ទេអូខេយើងនិយាយ if I could យើងប្រើអតីតពាក្យអតីតអូខេកន្លែងនេះយើងត្រូវចំណាំកន្លែងហ្នឹងអូខេយើងអត់និយាយថា I was wondering if I can borrow your car for a day អត់ទេយើងប្រើ could អូខេI was wondering if I could borrow your car for a day អញ្ចឹងយើងចំណាំកន្លែងហ្នឹងដល់ពេលដែលយើងប្រើ I was wondering if I បន្ទាប់ពីហ្នឹងគឺយើងប្រើ past tense
យើងប្រើពាក្យអតីតកាលអូខេពាក្យអតីតប៉ុន្តែមិនមែនមានន័យអតីតកាលទេមានន័យបច្ចុប្បន្នទេគ្រាន់តែ clear ហ្នឹងយើងតម្រូវឲ្យយើងប្រើពាក្យអតីតអូខេប៉ុន្តែ clear គួរសមល្អអូខេខ្ញុំឧទាហរណ៍មួយទៀតឧទាហរណ៍ថា I was wondering if you could come over for dinner tonight I was wondering if you could come over for dinner tonight មានន័យថាខ្ញុំចង់សុំអញ្ជើញអ្នកឲ្យមកផ្ទះខ្ញុំញ៉ាំអាហារពេលល្ងាចជាមួយគ្នាយប់នេះ come over មានន័យថា to visit someone's home អូខេ to visit someone's home មានន័យថាទៅលេងផ្ទះនរណាម្នាក់អូខេទៅសួរសុខទុក្ខឬទៅលេងផ្ទះនរណាម្នាក់ជា phrasal verb គឺ come over អញ្ចឹង come over for dinner tonight មានន័យថាមកផ្ទះខ្ញុំញ៉ាំអាហារពេលល្ងាចជាមួយគ្នាអូខេអញ្ចឹង I was wondering ជាការអញ្ជើញអូខេជាការអញ្ជើញគាត់ស្នើសុំគាត់ I was wondering if you could come over for dinner tonight អូខេអញ្ចឹង could បាទអញ្ចឹងផ្សេងទៀតគឺយើងប្រើមិនតែ could ទេណាតែយើងអាចប្រើផ្សេងទៀតឧទាហរណ៍ថា I was wondering if you wanted to go to the party with me tonight អីចឹងទៅអូខេយ៉ាអញ្ចឹងយើងប្រើពាក្យ I wanted អូខេ if you wanted អូខេ wanted យើងអត់ប្រើ want ទេយើងប្រើអតីតកាលគឺ wanted ថែម ed I was wondering if you wanted to come to go to the party with me អូខេ tonight ចឹងទៅអញ្ចឹងកន្លែងនេះខ្ញុំគ្រាន់តែចង់បន្ថែម clear នឹងឲ្យគ្នាយើងជំនួសដោយ can I ឬមក can you come to my home can I borrow something ជំនួសដល់ហ្នឹងយើងអាចប្រើ clear I was wondering if អូខេប៉ុន្តែប្រយ័ត្នកន្លែងដែល if I ឬមក if you បន្ទាប់ពីហ្នឹងគឺយើងប្រើពាក្យអតីតកាលណាយើងអត់ប្រើពាក្យបច្ចុប្បន្នទេប៉ុន្តែ clear នេះវាគួរសមខ្លាំងគួរសមល្អហើយវាជា indirect វាជាមិនផ្ទាល់វាអត់ចំវាប្រយោលតែវាល្អមែនតើពេលហ្នឹងណាយើងអាចប្រើក្នុងទម្រង់ផ្សេងច្រើនទៀតចឹងតែខ្ញុំសង្ឃឹមថាគ្នាយើងអាចយល់ពីរបៀបប្រើប្រាស់ I was wondering if I ឬមក if you whatever យើងអាចយកទៅប្រើក្នុងតាមភាពជាក់ស្ដែងប្រចាំថ្ងៃរបស់យើងនេះគួរណាអរគុណយើងនឹងជួបគ្នានៅវីដេអូបន្តទៀតបាយបាយពាក្យថា warn ជាកិត្តិស័ព្ទមានន័យថាព្រមានខ្មែរយើងថាព្រមាន warn ព្រមានអូខេ to make someone aware of a danger or problem so that it can be avoided អញ្ចឹងខ្មែរយើងថាព្រមានគ្នាយើងអញ្ចឹងព្រមាននរណាម្នាក់កុំឲ្យធ្វើអ្វីមួយដែលវាអាចកុំឲ្យមានហានិភ័យនៅថ្ងៃអនាគតអញ្ចឹងយើងព្រមានអូខេអញ្ចឹង warn ឧទាហរណ៍ថា I warn my son not to come home late again I warn my son not to come home late again ខ្ញុំព្រមានកូនប្រុសរបស់ខ្ញុំមិនឲ្យមកផ្ទះយឺតម្ដងទៀតទេអញ្ចឹងយើងព្រមានគាត់ទៅហើយតែមកផ្ទះម្ដងយឺតម្ដងទៀតគឺមានបញ្ហាអូខេអញ្ចឹងយើងព្រមាន I warn somebody okay not to do something I did my mother always warned me not to go out with strangers នេះថាម្ដាយរបស់ខ្ញុំតែងតែព្រមានខ្ញុំមិនឲ្យទៅក្រៅជាមួយនឹងមនុស្សប្លែកមុខទេមានន័យថាអ្នកដែលស្គាល់គ្នាពីមុនមកអញ្ចឹងកុំទៅក្រៅមួយគេខ្លាចលោកមានបញ្ហាអីចឹងព្រោះយើងអត់ដែលស្គាល់គ្នាទេគេយើងអត់ស្គាល់គេទេអញ្ចឹងណាអញ្ចឹង warn ថា ed មក warn អូខេមានន័យថាជាអតីតបានព្រមានខ្ញុំអូខេ my mother always warned me not to go out with strangers ហ្នឹងគឺមនុស្សប្លែកមុខមានន័យថាអ្នកដែលយើងអត់ដែលស្គាល់ណាអញ្ចឹងម្ដាយខ្ញុំតែងតែប្រាប់អញ្ចឹងតែងតែព្រមានអញ្ចឹងឧទាហរណ៍ទៀត my boss warned me not to trust that woman ចវាយរបស់ខ្ញុំប្រធានរបស់ខ្ញុំតែបានព្រមានខ្ញុំមិនឲ្យទុកចិត្តស្ត្រីម្នាក់នោះទេអូខេឧទាហរណ៍ណាអញ្ចឹង trust ទុកចិត្តវា not to trust មិនឲ្យទុកចិត្តអូខេពីព្រោះប្រហែលជាយវាយខ្ញុំគាត់ដឹងហើយគាត់មានបទពិសោធន៍គាត់ដឹងថាអូម្នាក់ស្រីនោះមកជាមនុស្សអត់ល្អអញ្ចឹងណាអញ្ចឹងបានគាត់ព្រមានខ្ញុំមកឲ្យឧទាហរណ៍ My boss warned me not to trust
that woman okay ចឹងមានឧទាហរណ៍ច្រើនទៀតទៅនឹង warn right ចឹងសម្រាប់យើងយល់យកទៅប្រើទៅណា warn ព្រមាន that's it thank you នៅពេលដែលយើងចង់សួរគេជាភាសាអង់គ្លេសណាចង់សួរគេថាតើអ្នកស្គាល់នាងអស់រយៈពេលប្រហែលហើយចឹងតើយើងគួរសួរបែបម៉េចអ្នកខ្លះគាត់សួរថា how long do you know her how long do you know her clear នេះអត់ត្រឹមត្រូវទេប្រយោគនេះគឺបើនិយាយពីវេយ្យាករណ៍ខុសហើយណាចឹងនៅពេលដែលយើងចង់សួរគេតើអ្នកស្គាល់នាងឬស្គាល់នរណាម្នាក់អស់រយៈពេលប្រហែលហើយគេចង់សួរតើទៅនឹងចាប់តាំងពីយើងស្គាល់គាត់ចាប់ដើមស្គាល់គាត់ស្គាល់នាងហ្នឹងរហូតមកដល់ឥឡូវអស់រយៈពេលប្រហែលហើយអញ្ចឹងជាទូទៅយើងប្រើ present perfect ជាធម្មតាណាយើងប្រើ present perfect អ្នកខ្លះស្គាល់អ្នកខ្លះចេះ present perfect អ្នកខ្លះអត់ទាន់ចេះទេប៉ុន្តែខ្ញុំអាចបង្ហាញក្នុងវីដេអូនេះបានណាអញ្ចឹងយើងអត់សួរថា how long do you know her អាហ្នឹងគឺ present ទេណា present simple អញ្ចឹងយើងអត់ប្រើហ្នឹងទេអញ្ចឹងយើងសួរថា how long have you known her how long have you known her តើអ្នកស្គាល់នាងអស់រយៈពេលប្រហែលហើយអូខេអញ្ចឹង have you known her have you known គឺជា present perfect ដែលគេសំដៅទៅលើចាប់តាំងពីអ្នកបានស្គាល់នាងរហូតមកដល់ឥឡូវពីមុនរហូតដល់ឥឡូវហ្នឹងអស់រយៈពេលប្រហែលហើយអូខេអញ្ចឹងយើងប្រើ present perfect អូខេអញ្ចឹង how long have you known her អូខេ how long have you known her អញ្ចឹងយើងឆ្លើយទៅ I've known her ឬមួយក៏ I have known her for 2 years I have known her for 2 years ខ្ញុំបានស្គាល់នាងអស់រយៈពេល2ឆ្នាំហើយអញ្ចឹងចាប់តាំងពីចាប់ដើមស្គាល់នាងរហូតមកដល់ឥឡូវគឺមានរយៈពេល2ឆ្នាំហើយអូខេអញ្ចឹង I have known her អញ្ចឹង I have known her គឺជា present perfect present perfect តម្រងវាគឺប្រធានបូកជាមួយនឹង have ឬមកក៏ has បូកជាមួយនឹង verb ផ្ទុំទី3គ្នាយើងដឹងហើយ verb ផ្ទុំទី3ណាអញ្ចឹងknown ហ្នឹងគឺតែពិតពាក្យ verb ផ្ទុំទី1គឺ know verb ផ្ទុំទី2គឺ knew ហើយ verb ផ្ទុំទី3គឺ known អញ្ចឹងយើងប្រើ known អូខេហើយ have ឬមកក៏ has ទៅតាមប្រធានទៅ I you we they have អញ្ចឹងទៅhe she it has ចឹងទៅអូខេទៅតាមប្រធានចុះអញ្ចឹងយើងត្រូវសួរថា how long have you known her តើអ្នកស្គាល់នាងអស់រយៈពេលប្រហែលហើយអញ្ចឹងយើងឆ្លើយថា I have known her for ខ្ញុំបានស្គាល់នាងអស់រយៈពេលប្រហែលយើងដាក់ទៅ for ហ្នឹងអស់រយៈពេលប្រហែលដាក់ទៅណាចឹងមិញខ្ញុំឧទាហរណ៍ថា2ឆ្នាំអញ្ចឹង for 2 years អូខេហើយ10ឆ្នាំក៏ដាក់ទៅ for 10 years អីចឹងទៅណាសេតគ្នាយើងទេ alright អញ្ចឹងបើសិនជាយើងចង់សួរគេថាតើនាងស្គាល់អ្នកអស់រយៈពេលប្រហែលហើយនាងគេសួរតើនាងស្គាល់អ្នកអស់រយៈពេលប្រហែលហើយអញ្ចឹងនាងគឺ she បើមួយ has មិនមែន have ទេអូខេអញ្ចឹងយើងសួរថា how long has she known you how long has she known you តើនាងស្គាល់អ្នកអស់រយៈពេលប្រហែលហើយមានន័យថាចាប់តាំងពីនាងបានស្គាល់អ្នករហូតដល់ឥឡូវហ្នឹងអស់រយៈពេលប្រហែលហើយអូខេអញ្ចឹងយើងឆ្លើយទៅ she has known me ហើយយើងឆ្លើយទៅគេសួរយើង she has known me for 2 years នាងបានស្គាល់ខ្ញុំអស់រយៈពេល2ឆ្នាំហើយអញ្ចឹង she has known អូខេ has ដូចខ្ញុំខ្ញុំប្រាប់មុនហ្នឹងណាខ្ញុំមកបញ្ជាក់មុនហ្នឹងហើយគឺhas យើងប្រើជាមួយនឹង he she ហើយនឹង it អូខេ have យើងប្រើជាមួយនឹង I you we they អញ្ចឹង she ប្រធានជា she យើងប្រើ has she has known verb ផ្ទុំទី3 she has known me ខ្ញុំ for អស់រយៈពេល 2 years 2ឆ្នាំ she has known me for 2 years អូខេប៉ុន្តែបើខ្ញុំស្គាល់នាងអស់រយៈពេល2ឆ្នាំ I have known her for 2 years right ពីព្រោះ I ខ្ញុំជាប្រធានអញ្ចឹង I គឺ have អូខេ she has ហើយ known ដដែលទេ verb ផ្ទុំទី3ដដែលទេអូខេ verb ផ្ទុំទី3ដែរអញ្ចឹងនេះគឺជារបៀបសួរ
ហើយនឹងឆ្លើយដែលយើងចង់សួរគេថាតើអ្នកស្គាល់នាងអត់រយៈពេលប្រមាណឬមួយក៏តើនាងស្គាល់អ្នកអត់រយៈពេលប្រមាណជាងយើងសួរបែបហ្នឹងណាយើងប្រើ present perfect right គេសង្កេតថាយើងយល់ពីរបៀបប្រើប្រាស់ហ្នឹងហើយយើងអាចយកទៅឧទាហរណ៍ច្រើនទៀតបានណាតើទៅក្នុង present perfect ហ្នឹងអូខេជាមើលវីដេអូក្រោយៗទៀតខ្ញុំនឹងបង្ហាញខ្លះៗទៅនឹងរបៀបប្រើ present perfect របៀបប្រើ present simple past simple ផ្សេងទៀតណាអរគុណច្រើន That's it We'll see you in the next video Bye bye សួស្តីអ្នកនរគ្នានៅក្នុងវីដេអូនេះយើងនឹងរៀនពាក្យភាសាអង់គ្លេសពីរពាក្យដែលវាស្ដាប់មកស្តៀងគ្នាណាប៉ុន្តែមានន័យខុសគ្នាទេណាពាក្យទី1គឺ furious ពាក្យមួយទៀតគឺ curious អូខេអញ្ចឹងមួយគឺ furious មួយទៀតគឺ curious អញ្ចឹងស្តៀងគ្នាមួយគ្រាន់តែផ្ដើមដោយអក្សរ F like furious មួយទៀតគឺផ្ដើមដោយអក្សរ C ប៉ុន្តែសលេងវាគឺអក្សរ K ណាគឺ curious អញ្ចឹងមាន furious ហើយនឹង curious ស្តៀងគ្នាស្ដាប់មកអូខេប៉ុន្តែមានន័យខុសគ្នាណាហើយពាក្យទាំងពីរហ្នឹងជា adjectives ជាគុណនាមទាំងពីរអញ្ចឹងយើងត្រូវប្រើជាមួយនឹង am is ឬមួយក៏ are ទៅតាមប្រធានមួយទៅណាខ្ញុំនិយាយទៅនឹង furious ដំបូងគេណាFurious means to extremely angry or very very angry អញ្ចឹង furious មានន័យថាខឹងខ្លាំងណាស់អូខេដូច angry ដែរប៉ុន្តែគាត់ថាខ្លាំងជាងអូខេ very very angry ខឹងខ្លាំងមែនតើអញ្ចឹងយើងនិយាយថា furious យើងនិយាយថា I am furious with you or she is furious with me នាងខឹងខ្ញុំខ្លាំងណាស់ខ្ញុំខឹងនាងខ្លាំងណាស់អីចឹងទៅអូខេខ្ញុំចឹងទៅអញ្ចឹងយើងនិយាយថាអាចនិយាយថា well I was late for work this morning and my boss was furious with me ឧទាហរណ៍អូខេអញ្ចឹងព្រឹកមិញខ្ញុំមកធ្វើការយឺតអញ្ចឹងប្រធានរបស់ខ្ញុំខឹងខ្ញុំមែនតើខឹងខ្ញុំខ្លាំងមែនតើអូខេអញ្ចឹង my boss was furious with me អូខេអញ្ចឹងយើងប្រើ angry ក៏បានប៉ុន្តែគ្រាន់តែយើងចង់បញ្ជាក់ថាខឹងខ្លាំងយើងជំនួសពី angry យើងអាចប្រើ furious មានន័យថាខឹងខ្លាំងមែនតើ extremely furious angry អូខេអញ្ចឹងខឹងខ្លាំងមែនតើអញ្ចឹងអាហ្នឹងគឺ furious right ឧទាហរណ៍មួយទៀតLisa was furious with me for forgetting her birthday for example okay Lisa ខឹងខ្ញុំខ្លាំងខឹងខ្ញុំមែនតើអូខេដោយសារខ្ញុំភ្លេចខួបកំណើតរបស់នាងថ្ងៃខួបកំណើតរបស់នាងជាងនាងខឹងខ្ញុំខ្លាំងមែនតើអញ្ចឹង she was furious with me for forgetting her birthday អូខេអញ្ចឹងមានអត្ថន័យមានឧទាហរណ៍ច្រើនទៀតដែលយើងអាចយកទៅប្រើបានណាលើកជាឧទាហរណ៍ច្រើនទៀតសម្រាប់ពាក្យ furious អញ្ចឹង furious មានន័យថា extremely angry very very angry ខឹងខ្លាំងមែនតើអូខេហើយយើងត្រូវប្រើជាមួយនឹង am is are ទៅតាមប្រធានទៅណា I am furious យើងអាចប្រើជាមួយ with បាទដូច angry with អញ្ចឹងណាI am furious with her ខ្ញុំខឹងនឹងនាងខ្លាំងណាស់ she is furious with me នាងខឹងខ្ញុំខ្លាំងណាស់អូខេ they are furious with us ពួកគេខឹងពួកយើងខ្លាំងមែនតើអញ្ចឹងយើងប្រើទៅតាមស្ថានភាពរបស់យើងទៅណាអូខេហើយពាក្យមួយទៀតគឺ curious right curious means to interested in learning about something or someone very much អូខេអញ្ចឹង curious មានន័យថាយើងចង់ដឹងចង់ឮអូខេចង់ដឹងចង់ឮហៅ curious right ហើយពាក្យហ្នឹងក៏យើងប្រើជាមួយនឹង am is are ដូចគ្នាណាដូចគ្នាដូចថា I'm curious about something ខ្ញុំចង់ដឹងពីអ្វីមួយហ្នឹងទៅអូខេ I'm curious about learning English ខ្ញុំចង់រៀនចង់ដឹងចង់រៀនភាសាអង់គ្លេសអូខេ I'm curious about អីហ្នឹងទៅណាអូខេអញ្ចឹងឧទាហរណ៍ថា babies are usually curious about everything around them ធម្មតាក្មេងកូនង៉ែណាកូនទទូចហ្នឹងជាធម្មតាគឺចង់ដឹងចង់
score ចង់រៀនអីអ្វីគ្រប់យ៉ាងនៅជុំវិញពួកគាត់អូខេយើងឃើញក្មេង babies កូនងាយចាប់អត់ជាប់ទេអូខេគាត់គេហៅថាលពឹសហ្នឹងអញ្ចឹងគាត់ឃើញអីគឺចង់ទាញនេះទាញនោះចង់ដឹងចង់លឺអញ្ចឹង babies are curious about everything around them អូខេហើយតែយើងអាចសួរមួយទៀត why do you ask me this question ហើយបានជាអ្នកសួរខ្ញុំសំណួរមួយនេះអញ្ចឹងយើងអាចនិយាយថា well I'm just curious right I'm just curious ខ្ញុំគ្រាន់តែចង់ដឹងចង់ដឹងទើបខ្ញុំសួរហ៎ curious right ឧទាហរណ៍ច្រើនទៀតណាតែយើងមានឧទាហរណ៍ច្រើនឧទាហរណ៍ថា the best students are usually the ones who are curious about learning okay អញ្ចឹងសិស្សដែលបកែសិស្សដែលបកែជាងគេជាធម្មតាគឺជាសិស្សដែលចង់ដឹងចង់ស្វែងយល់ចង់រៀនអូខេចង់រៀនខ្លាំងអញ្ចឹងគាត់ស្រាវជ្រាវរៀនសូត្រ curious about learning គាត់ចង់ចេះចង់រៀនចង់អីចឹងហ្មងអញ្ចឹងទើបគាត់ចេះច្រើន they become the best students អញ្ចឹងបកមកវិញ furious មានន័យថា extremely angry ខំខ្លាំងមែនតើហើយ curious មានន័យថា interested in learning about something or someone មានន័យថាគាត់ចង់ដឹងចង់ឮចង់រៀនចេះបន្ថែមចឹងទៅណាអញ្ចឹងពាក្យពីរហ្នឹងអាចច្រឡំគ្នានៅពេលដែលយើងនិយាយតែប្រយ័ត្នតិចចំពោះការបញ្ចេញសលេងណា pronunciation គឺ furious curious alright that's it so I hope you understand these two words and we'll see you in the next video bye bye សួស្តីអ្នកនរគ្នានៅក្នុងវីដេអូនេះខ្ញុំមានពាក្យភាសាអង់គ្លេសមួយចំនួនដើម្បីយកមកបញ្យល់ដូចជាបកស្រាយជូនអ្នកនរគ្នាណាហើយអ្នកនរគ្នាអាចយកពាក្យ4ហ្នឹងទៅប្រើប្រាស់ជាប្រយោជន៍របស់អ្នកនរគ្នាបានណាពាក្យទី1គឺ fire អញ្ចឹង fire ជាទូទៅគ្នាយើងដឹងថាពាក្យ fire មានន័យថាភ្លើងមែនទេជានាមភ្លើងប៉ុន្តែក្នុងនេះខ្ញុំយកជាកិរិយាសព្ទយកមកប្រើណា fire ជា verb ជាកិរិយាសព្ទមានន័យថាបណ្ដេញចេញអូខេអញ្ចឹងដូចជាបណ្ដេញបុគ្គលិកចេញអីហ្នឹងគឺយើងប្រើពាក្យ fire បានអូខេជា verb ណាយើង fire អញ្ចឹង fire someone មានថាបណ្ដេញនរណាម្នាក់ចេញឧទាហរណ៍ថា she was fired last month នាងត្រូវបានគេបណ្ដេញចេញកាលពីខែមុនអញ្ចឹងណាយ៉ាងហ្នឹងជា passive ណា she was fired អូខេ last month ហ្នឹងទៅឬមកក៏ឧទាហរណ៍ថា if you make this kind of mistake again we're going to fire you okay if you make this kind of mistake again we're going to fire you ប្រសិនបើអ្នកប្រព្រឹត្តកំហុសបែបនេះម្ដងទៀតពួកយើងនឹងបណ្ដេញអ្នកចេញឧទាហរណ៍ណាអញ្ចឹង we are going to fire you if you make this kind of mistake again ឧទាហរណ៍ណាអញ្ចឹង fire somebody okay fire someone មានថាបណ្ដេញអ្នកណាម្នាក់ចេញអូខេពីក្រុមហ៊ុនពីការងារពីអីចឹងទៅ fire alright ពាក្យមួយទៀតគឺ hire ហ្នឹងជា verb ដែរមានន័យថាជួលអូខេជួលមនុស្សមកធ្វើការជួលបុគ្គលិកមកធ្វើការគឺ hire យើងប្រើពាក្យ hire អូខេយើងមានពាក្យផ្សេងដូចជា employ ក៏ជួលដែរប៉ុន្តែពាក្យ hire យើងប្រើជាទូទៅមានន័យថាជួលបុគ្គលិករើសបុគ្គលិកមកឬមកក៏ជួលបុគ្គលិកមកធ្វើការជួលមនុស្សមកធ្វើការ hire someone អូខេជួលនរណាម្នាក់please hire me សូមជួលខ្ញុំទៅសូមជួលខ្ញុំទៅសូមរើសយកខ្ញុំទៅ please hire me ឧទាហរណ៍ទេឧទាហរណ៍ទេណាអញ្ចឹង hire someone right ឧទាហរណ៍ថា we need to hire 4 people for our new project ពួកយើងត្រូវការជួលបុគ្គលិក4នាក់សម្រាប់គម្រោងថ្មីរបស់យើងអូខេឧទាហរណ៍ទេណាអញ្ចឹង hire ហ្នឹងគឺមានន័យថាជួលឬមួយក៏រើសបុគ្គលិកណាជាធម្មតាគ្នាយើងឃើញគេ post នៅលើបណ្ដាញសង្គមឬអីខាង HR ខាងអីណាគេថា we are hiring អូខេ we are hiring ហ្នឹងមានន័យថាពួកយើងកំពុងតែត្រូវការបុគ្គលិកពួកយើងកំពុងតែជួលអញ្ចឹង
ចំមានចំណាប់អារម្មណ៍អាចដាក់ពាក្យមក we are hiring now ហើយដល់នេះពួកយើងកំពុងតែត្រូវការបុគ្គលិកអញ្ចឹង hire ហ្នឹងគឺជួលឬមួយក៏រើសបុគ្គលិកហ្នឹងអូខេយ៉ាពាក្យមួយទៀតគឺprotest មានថាតវ៉ា protest តវ៉ាយើងតវ៉ារឿងអីមួយដែលយើងមិនពេញចិត្តយើងតវ៉ាអញ្ចឹង protest អូខេជាធម្មតាយើងប្រើជាមួយនឹង against ប៉ុន្តែមិនទាំងអស់ទេណាប៉ុន្តែជាទូទៅ protest against មានថាតវ៉ាជំទាស់ទៅនឹងអ្វីមួយអញ្ចឹងទៅអូខេយ៉ាឧទាហរណ៍ថា the students have been protesting against the tuition increase ឧទាហរណ៍អញ្ចឹងសិស្សគាត់កំពុងតែតវ៉ាជំទាស់ពីការឡើងថ្លៃសាលាអូខេឡើងថ្លៃការបង់ប្រាក់ណា tuition ហ្នឹងគឺការបង់សាលាបង់ថ្លៃសាលា increase ការឡើងកំណើនកើនអូខេអញ្ចឹង tuition fee tuition increase មានតែការកើនឡើងនៃតម្លៃសាលាអញ្ចឹង the students have been protesting against the tuition increase អញ្ចឹងសិស្សគាត់កំពុងតែតវ៉ាណាតវ៉ាចំពោះការឡើងថ្លៃសិក្សាយ៉ាងទៅឧទាហរណ៍អូខេអញ្ចឹងយើងចង់តវ៉ាប្រឆាំងនឹងអ្វីមួយឬនរណាម្នាក់យើងអាចនិយាយ protest អូខេ protest against someone or protest against something alright អញ្ចឹងពាក្យ protest មានថាតវ៉ាបើអ្នកតវ៉ាគឺយើងនិយាយ protester គឺអ្នកតវ៉ាអូខេ there are a lot of protesters មានអ្នកតវ៉ាច្រើនណាអូខេឧទាហរណ៍ណាពាក្យមួយទៀតគឺ arrest មានន័យថាឃាត់ខ្លួនចាប់ខ្លួនឬឃាត់ខ្លួន arrest អូខេឧទាហរណ៍ថា the police arrested her for drinking and driving ប៉ូលីសបានឃាត់ខ្លួននាងចំពោះការផឹកគ្រឿងស្រវឹងហើយបើកបរអូខេ drinking and driving មានន័យថាហូបគ្រឿងស្រវឹងហើយបើកបរអូខេ drinking ពាក្យថា drinking គឺហូបគ្រឿងស្រវឹងនេះយើងបើយើងអត់បញ្ជាក់ថា drink Coca-Cola or drink អីទេ water គឺបើនិយាយថា drinking ទៅទេគឺមានន័យថាហូបសារាអូខេ alcohol ហើយណាអញ្ចឹង the police arrestedយើងថែម ed ហ្នឹងមានន័យថាបានអតីតណាបានចាប់ខ្លួននាងឬបានឃាត់ខ្លួននាងអូខេ the police arrested her for drinking and driving អញ្ចឹងប៉ូលីសបានឃាត់ខ្លួននាងចំពោះការផឹកគ្រឿងស្រវឹងហើយបើកបរទៀតអញ្ចឹងគេឃាត់ខ្លួនហើយអូខេអញ្ចឹងពាក្យ4នេះយើងអាចយកទៅប្រើបានប្រចាំថ្ងៃណាតាមភាពជាក់ស្ដែងមកយើងចង់ប្រើក្នុងសារភាពរបស់យើងជាក់ស្ដែងទៅហើយយើងក៏នៅមានវីដេអូមេរៀនបន្តទៀតដែរ so stay tuned I will see you in the next video bye bye